ថ្ងៃនេះកូនយត់ហូបពុកហើយណាពុកពុកឆាប់ពិសាបាយទៅហើយកូនយកថ្នាំឲ្យពុកពិសាណាពុកថ្ងៃនេះកូនរវល់បន្តិចមានហូបតែប៉ុណ្ណឹងទេណាពុកថ្ងៃនេះពុកមិនសូវឃ្លានទេកូនពីព្រោះពុកបាញ់សមុទ្រគេទិញកាទៀវផ្ញើពុកហើយពុកទៅតែហូបម៉ោង9ជាងជិត10នេះដែរហ្នឹងណាកូនមើលទៅមិនសូវឃ្លានទេប៉ុន្តែពុកហូបបន្តិចទៅដើម្បីលឿនថ្នាំណាកូនខ្ញុំមិនពុកអាវុធវាម្លេងពុកហើយចាប់ប្រពន្ធវាមានមកពុកហើយថ្ងៃមុនប្រាប់ខ្ញុំថារវល់ហើយឥឡូវគឺឯងណាម្លេងពុកអីណាគេមកទៅម្នាក់ឯងទេហើយគេបានជួយលីពុក100000ហើយគេប្រាប់ថាឯងនេះបានជួបជាមួយគេក៏ដឹងថាពុកមកគេក៏គេមកលេងហើយគេឆ្លងកាត់នៅទីនេះហ្នឹងណាកូនហើយកូនឯងខ្វះខាតលុយអត់មកខ្វះខាតលុយយកលីពុក100000នេះទៅកូនមិនអីទេពុកអើយពុកទៅទុកត្រង់ថ្ងៃណាកូនមិននៅផ្ទះអីពុកចង់ពិសាអីពុកចង់បានអីពុកទិញឲ្យខ្លួនឯងទៅណាពុកកូនមិនត្រូវការទេពុកឲ្យនៅជាប់គ្រូនឹងទៅលេខបន្តិចបន្តួចសោះណាពុកពុកខ្លាចតែកូនខ្វះខាតលុយហ្នឹងណាគឺពុកមានបន្តិចបន្តួចពុកចេះតែឲ្យទៅពីព្រោះពុកឃើញកូននេះចំណាយលុយលើថ្នាំពុកនឹងជាច្រើនពុកអាណិតកូនណាចាពុកមិនអីទេកូនណារីករាយនឹងធ្វើបម្រើពុកជានិច្ចកូនណាមើលថែពុកកូនណាមិនត្អូញត្អែទេពុកអើយពុកកុំបារម្ភអីហើយសំខាន់សុខភាពពុកឲ្យតែសុខភាពពុកល្អខ្ញុំសប្បាយចិត្តហើយទោះបីអ្នកណាមិនមើលពុកក៏ខ្ញុំមិនត្អូញត្អែដែរកូនហើយចុះប្តីកូនឯងនេះស្មានមែនមកចូលផ្ទះចូលសំបែងនឹងកូនធ្វើការរកស៊ីអ្វីយប់ជ្រៅម្លេះកូនកុំទម្លាប់បែបហ្នឹងណាមិនល្អទេសម្រាប់គ្រួសារតែទម្លាប់នេះទៅកូនអាចនិយាយប្តីឲ្យចេះស្ដាប់ទៅណាកូនពុកអើយពិបាកនឹងនិយាយណាពុកនិយាយប្រាប់ហើយគេបែរជាស្ដីឲ្យណែនាំទៅគេថាយើងនឹងចេះជាងគេហើយឲ្យខ្ញុំធ្វើបែបម៉េចពុករាល់ថ្ងៃខ្ញុំមិនចង់និយាយអ្វីទេខ្ញុំទុកកម្លាំងមើលថែពុកតែប៉ុណ្ណោះកូនមិនខ្វល់នឹងគេទេចង់គេធ្វើអីធ្វើទៅកូនឡើងខ្វល់ហើយកូនស្រីពុកហើយកុំធ្វើចិត្តទូលាយពេកចិត្តចង្អៀតស្ដីបន្ទោសខ្លះគឺវាល្អពេលខ្លះមនុស្សយើងណាបើមិនមានការស្ដីបន្ទោសមិនមានការកែប្រែខ្លួនទេបើកូនធ្វើបែបនេះមនុស្សកាន់តែខុសចាស់ពុកមិនអីទេកូននឹងព្យាយាមនឹងនិយាយជាមួយគាត់ពុកកុំបារម្ភអីពុកកុំគិតថាកូនពិបាកចិត្តណាពុកខ្ញុំមិនបានពិបាកចិត្តអីទេប៉ុន្តែរៀងរាល់ថ្ងៃខ្ញុំសប្បាយចិត្តនឹងមើលថែពុកតែប៉ុណ្ណោះខ្ញុំមិនខ្វល់នឹងគេទេគ្រួសារមួយនេះសំខាន់លើជីវិតពុកតែប៉ុណ្ណោះទីកូនស្រីពុកកូនកុំនិយាយបែបនេះណាកូនគ្រួសារមួយទាំងមូលណាកូនមិនត្រូវគិតបែបហ្នឹងទេកូនត្រូវណែនាំឲ្យល្អដឹកនាំមកវិញបើកូនមិននិយាយថ្ងៃណាមួយពុកនឹងហៅមកនិយាយហើយពុកមិនចង់ឲ្យកូនពុកនិងកូនប្រសាមើលមុខគ្នាមិនចំចេញចូលពីទូលខោបែបនេះទេពុកអើយកុំគិតច្រើនពេកខ្ញុំប្រាប់ហើយមិនអីទេខ្ញុំមិនបានឆ្លងប្រកែកគ្នាណាពុកតែខ្វល់ធ្វើអីកូនគង់តែនិយាយទេប៉ុន្តែឲ្យមានឱកាសល្អសិនណាពុកកុំបារម្ភអីឥឡូវពុកពិសាទៅហើយថ្នាំកូនយកមកដាក់លើតុពុកពិសាហើយចូលសម្រានឲ្យលោកណាពុកបើពុកមិនសម្រានទេពុកនឹងឡើងឈាមទៀតហើយ